ជំរាបសួរលោកគ្រូអ្នកគ្រូនិងបងប្អូននិស្សិតវិទ្យាសាស្ត្រយើងទាំងអស់គ្នាខ្ញុំធ្វើវីដេអូនេះដើម្បីបញ្យល់បង្ហាញដល់លោកគ្រូអ្នកគ្រូហើយបងប្អូនជានិស្សិតទាំងអស់គ្នាដែលអត់ទាន់បានឃើញពីការគៀបនៅចង្កងចង្កេះដែលភាសាយើងយ៉ាងស្តិចយើងជាកណ្ណាលំបេអេត្រាត់កណ្ណាលំបេអេត្រាត់គឺវាកើតឡើងដោយសារ hypertrophy របស់លីកាម៉ង់សូនភាគច្រើនហើយក្នុងករណីនេះដែរលោកគ្រូឲ្យបងប្អូនឃើញក្នុងវងពណ៌ក្រហមហ្នឹងគឺ hypertrophy របស់លីកាម៉ង់សូនអញ្ចឹងអានឌីកាខ្ញុំធ្វើULBD ជាភាសាសម្រាយ unilateral lumbar bilateral decompression ដោយបច្ចេកទេស UBE endoscope ហ្នឹងណាហើយយើងឃើញក្នុង MRI យើងឃើញពណ៌ខ្មៅអញ្ចឹងពេលដែលយើងធ្វើ endoscope ចាំមើលយើងឃើញវាយ៉ាងម៉េចអាលីកាម៉ង់សូនហ្នឹងនេះអានេះខ្ញុំថតដើម្បីបញ្ជាក់ទីតាំងថាយើងចូលទៅឲ្យត្រូវទីតាំងគឺ L4 L5 ខ្ញុំចូលពីខាងឆ្វេងទៅអញ្ចឹងដោយសារបច្ចេកទេសចោះដោយ endoscope ហ្នឹងគឺវាល្អយើងចូលទៅយើងធ្វើ laminotomy តែបន្តិចទេនៅ L កាត់បន្ទាប់មកយើងស៊ីរហូតទៅដល់ control lateral មានថាយើងទៅពីម្ខាងទៀតអញ្ចឹងយើងចូលពីខាងឆ្វេងហើយយើងលូកពីខាងក្រោមឡាមហ្នឹងទៅស៊ីដល់ខាងស្ដាំអញ្ចឹងជាបច្ចេកទេសមួយល្អដែលយើងរក្សាទុកនៅឆ្អឹងយើងបានភាគច្រើននោះលោកគ្រូអ្នកគ្រូឲ្យបងប្អូនយើងដែលខ្ញុំកាត់ហ្នឹងគឺខ្ញុំធ្វើ laminotomy របស់កាត់ផ្នែកខាងឆ្វេងហើយខាងក្រោមខ្ញុំគឺលីកាម៉ង់សូនហ្នឹងហើយអញ្ចឹងខ្ញុំធ្វើ laminotomy តាំងតិចទេអត់ច្រើនទេយើងកាត់ពីមកឲ្យផុតលីកាម៉ង់សូនមកបន្តមកទៀតយើងនឹងលុងទៅយកផ្នែកម្ខាងទៀតតាមក្រោមឡាមហ្នឹងអញ្ចឹងយើងរក្សាឆ្អឹងបានល្អវាខុសពីការវះកាត់ដោយបើកកាលណាយើងវះកាត់ដោយបើកយើងធ្វើ laminotomy អាហ្នឹងបើកសាច់ដុំអីនេះពេលដែលខ្ញុំធ្វើpreparation ឆ្អឹងអីអស់ហើយខ្ញុំចាប់បានស៊ីឲ្យបងប្អូនឃើញទេលោកគ្រូឃើញទេនេះខ្ញុំឲ្យបើកហ្នឹងគឺជាលីកាម៉ង់សូនហ្នឹងឯងដែលយើងត្រូវយកចេញហ្នឹងឯងអញ្ចឹងក្នុងករណីដែលមានម្លាតដែលមានយ៉ាងស្តិចជាកណ្ណាលំបេអេត្រាត់គឺយើងត្រូវធ្វើអញ្ចឹងយើងចោះធ្វើចោះឡាមតិចហើយបន្ទាប់មកយើងស៊ីលីកាម៉ង់សូនហ្នឹងឲ្យអស់ហើយលោកគ្រូហើយបងប្អូនយើងទាំងអស់គ្នានឹងឃើញនេះបន្ទាប់ពីយើងយកអស់ហើយលោកគ្រូឃើញអានោះនៅផ្នែកនៅខាងស្ដាំខ្ញុំលូកទៅម្ខាងយើងលូកពីខាងឆ្វេងទៅហើយចំណែកខាងនេះអានេះខាងឆ្វេងវិញអញ្ចឹងមានន័យថាយើងធ្វើ endoscope ហ្នឹងគឺល្អយើងចូលមកខាងហើយយើងលងទៅដល់ម្ខាងទៀតបានដោយយើងរក្សាឆ្អឹងបានច្រើនហើយសាច់ដុំយើងរក្សាយើងកាត់យើងចោះចូលបន្តិចទេអញ្ចឹងបច្ចេកទេសចោះដោយ endoscope UBE ហ្នឹងគឺមានសារៈសំខាន់បំផុតនៅក្នុងការវះនៅលើករណីកណ្ណាលលំបេអេត្រាត់ព្រោះបើយើងប្រៀបធៀបមួយបើកយើងបើកធំលោកគ្រូយើងបើកប្រហែលជា6 ទៅ 7 សង់ទីម៉ែត្រហើយយើងកាត់ឆ្អឹងចេញច្រើនទៀតយើងកាត់ពីនើកាត់ឡាមអីចេញច្រើនប៉ុន្តែក្នុងករណី endoscope UBE គឺយើង preserve element physiologic យើងបានភាគច្រើនបំផុតបាទសូមអរគុណលោកគ្រូនិងបងប្អូនយើងនិស្សិតទាំងអស់គ្នាបាទ